រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អំពរ Cooking ហើយថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើទឹកត្រីក្រឡុកម្ជូរស្វាយជាដំបូងនេះខ្ញុំប្រើស្ករត្នោតយើងចំនួន2ស្លាបព្រាបាយដាក់នៅក្នុងខ្ទះហើយរំងាស់ឲ្យឡើងពុះបែបនេះមកតែមិនបាច់រំងាស់ឲ្យឡើងជើងក្រងអីទេណាបងប្អូនគ្រាន់តែលាយស្ករបងប្អូនចាក់ទឹកត្រីមកហើយទឹកត្រីខ្ញុំប្រើចំនួន7ស្លាបព្រាបាយណាបងប្អូនចាបន្ទាប់មកខ្ញុំប្រើទឹកយើងធម្មតាហ្នឹងគឺចំនួន5ស្លាបព្រាបាយដែរណាបងប្អូនចាហើយយើងកូរបើសិនជារាវបែបនេះគឺយើងត្រូវការរងាស់ទឹកត្រីស្កររបស់យើងហ្នឹងឲ្យវាឡើងខាប់បន្តិចចាហើយបងប្អូនអាចបន្ថែមជីប៊ីចេងបានហើយប៊ីចេងខ្ញុំប្រើចំនួនតែបន្តិចទេហើយយើងរងាស់បែបនេះឲ្យទឹកស្កររបស់យើងឡើងខាប់ណាកុំខាប់ពេកបងប្អូនពួកអីយើងត្រូវថែមជាមួយនឹងបកាក្រៀមរបស់យើងទេណាបងប្អូនខាប់ប៉ុណ្ណឹងគឺបានហើយបងប្អូនបើសិនជាខាប់ពេកនៅពេលដែលយើងដាក់បកាទៅគឺទឹកស្ករយើងវាឡើងគោកបងប្អូនតែអត់អីទេបងបើសិនជាបងប្អូនថែមបកាទៅហើយកោកបងប្អូនអាចថែមជាទឹកត្រីថែមទៀតបានតែកុំឲ្យរាវពេកហើយក៏កុំឲ្យគោកពេកដែរបងប្អូនចាឥឡូវទឹកស្កររបស់ខ្ញុំងាស់គឺបានប៉ុណ្នេះហើយអញ្ចឹងមើលទឹកស្ករយើងល្មមកាប់ដែលយើងត្រូវការឲ្យបងប្អូនថែមបកាក្រៀមមកណាហើយបកាក្រៀមនេះបងប្អូនចង់យកទៅបុកក៏បានអត់បុកក៏បានតែសម្រាប់ខ្ញុំអត់យកទៅបុកទេជប់ដាក់ទាំងអញ្ចឹងមកតែម្ដងហើយបកាក្រៀមហ្នឹងខ្ញុំប្រើចំនួន2ស្លាបព្រាបាយពេញដែរបងប្អូនយើងកូរច្របល់ឲ្យចូលសពគ្រឿងមកខ្ញុំមានជាម្ទេសហុយខ្ញុំដាក់តាស្ទើ1ស្លាបព្រាទេដោយសារតែខ្ញុំអត់សូវចូលចិត្តហឹរតែសម្រាប់បងប្អូនចូលចិត្តហឹរឬមួយក៏បងប្អូនធ្វើលក់យើងមិនបាច់ដាក់ម្ទេសហុយនៅក្នុងហ្នឹងទេណាចាំពេលដែលបងប្អូនយើងមកទិញចាំយើងបន្ថែមម្ទេសខ្លាចបងប្អូនខ្លះក៏អត់ចូលចិត្តហឹរបងប្អូនខ្លះគាត់ត្រូវការហឹរអញ្ចឹងណាអញ្ចឹងយើងកុំដាក់ម្ទេសចូលនៅក្នុងទឹកត្រីនឹងដឹកនៅក្នុងវីដេអូនេះអីដោយសារតែខ្ញុំធ្វើញ៉ាំខ្លួនឯងអញ្ចឹងខ្ញុំបន្ថែមម្ទេសចូលហើយទៅហើយសម្រាប់ម្ជូររបស់ខ្ញុំគឺខ្ញុំប្រើម្ជូរស្វាយផ្លែត្របែកហើយនិងផ្លែជម្ពូហើយនឹងមើមប៉ែកគូបងប្អូនហើយនេះសភាពទឹកត្រីរបស់យើងគឺរាវប៉ុណ្ណឹងគឺល្មមហើយបងប្អូនហើយបងប្អូនដាក់ទៅឥឡូវខ្ញុំច្របល់ឲ្យបងប្អូនមើលណាហើយទឹកត្រីនេះគឺខ្ញុំដាក់ប្រហែលជា4-5ស្លាបព្រាបាយដែរបងប្អូនលៃមកល្មមមកឆ្ងាញ់ទៅណាហើយចាំយើងច្របល់ទឹកត្រីរបស់យើងចូលគ្នាណាចាឥឡូវបន្ទាប់ពីអ៊ូទឹកត្រីដាក់ហើយខ្ញុំធ្វើការច្របល់បងប្អូនច្របល់រចានឬអីក៏ធុនអែធំជាងមកខ្ញុំដាក់ក្នុងប្រអប់មកប្រអប់ហ្នឹងយើងអាចលក់5ទៅ6,000បានណាបងប្អូនចាឥឡូវខ្ញុំបន្ថែមតិចមកដើម្បីឲ្យរសជាតិរបស់យើងកាន់តែដិតហើយសម្រាប់រសជាតិទឹកត្រីស្កររបស់យើងគឺយើងត្រូវយករសជាតិប្រៃផ្អែមបងប្អូនហើយរសជាតិដិតដល់ពេលដែលយើងដាក់ក្លុកជាមួយនឹងម្ជូរទៅគឺឆ្ងាញ់តែម្ដងហើយបងប្អូនកុំភ្លេចពេលដែលធ្វើទឹកត្រីហើយបងប្អូនភ្លក់មើលផងបើសិនជាស្ទើរប្រៃអីយើងអាចថែមទឹកត្រីឬមួយក៏ថែមអំបិលខ្នុរពីលើទៀតណាអានេះយើងក្លុករួចហើយខ្ញុំក៏បន្ថែមបកាក្រៀមរបស់យើងនឹងពីលើដើម្បីតបតែងម្ជូររបស់យើងមើលទៅកាន់តែមានភាពទាក់ទាញឥឡូវដល់វគ្គញ៉ាំហើយខ្ញុំភ្លក់បងប្អូនមើលថារសជាតិនឹងឆ្ងាញ់ឬមិនឆ្ងាញ់បងប្អូនគ្រឿងក្រើដែលខ្ញុំវាល់ដាក់ទាំងប្រមាណបងប្អូនធ្វើតាមខ្ញុំទៅពេលដាក់ក្លុកជាមួយនឹងម្ជូរគឺមានរសជាតិឆ្ងាញ់ហើយរសជាតិបែបហ្នឹងគឺយើងអាចទទួលយកបានរសជាតិវាដិតគឺដិតណាទឹកត្រីក្លុកម្ជូរបងប្អូនត្រូវយកដិតអត់យករសជាតិស្រាលបានទេផ្អែមក៏មិនផ្អែមពេកដែរតែប្រៃគឺបងប្អូនយករៀងប្រៃបន្តិចចាអញ្ចឹងក៏អរគុណច្រើនបងប្អូនសម្រាប់ទស្សនាវីដេអូមួយនេះបងប្អូនណាកុំភ្លេចធ្វើការ like Channel YouTube របស់ខ្ញុំម្នាក់មួយផងនិងធ្វើការ share ផងដើម្បីទទួលបានវីដេអូថ្មីវីដេអូធ្វើម្ហូបជាច្រើនទៀតបងប្អូនចាអរគុណច្រើនបាយបាយ